มาส่งกรุ๊ปจุดเรียนสู้ลูกครูเนี่ยครูต่างๆนี้แทนนี้ยังมีเรียนมวยแต่ตรงหนึ่ง grammar บ่าpresent perfect with for and since บ่าจัง present perfect คือยังทดลองเรียนโดยมาให้คือ present perfect คือมี subject has plus have บวกนั้น verb 3 บ่าจังเอาแต่มี present perfect คือมี verb 3ចូលរួមហើយអាហ្នឹងไว้ในខ្ញុំបរៀនអញ្ចឹងយើងទៅមើល definition ទាំងអស់គ្នា Just use the present perfect to describe an action that begin in the past and continues to now បាទអញ្ចឹងគេប្រាប់ថាការយើងប្រើប្រាស់ present perfect ដើម្បីទៅពិពណ៌នាអំពីសកម្មភាពឬក៏ហេតុការណ៍ណាមួយដែលបានកើតឡើងពីអតីតកាលបន្តមកដល់បច្ចុប្បន្នឬក៏ឥឡូវហ្នឹងបាទពីអតីតកាលបន្តមកដល់ឥឡូវតោះទេបាទបន្តមកដល់ឥឡូវអញ្ចឹងយើងមាន form ចំនួន4នេះបាទចឹង form ទី1គឺគេហៅថា statement form ឬក៏ form ទូទៅគឺមាន subject plus have plus has plus verb 3បាទ verb 3គឺគេហៅឈ្មោះពេញវាថាជា past participle ណាគឺក៏ verb 3ហ្នឹងឯងបាទទី2គឺបដិសេធsubject plus have plus has plus not plus verb 3 and ចុងក្រោយមួយទៀតគេហៅថា close sentence គឺយើងទាញ have មកដាក់មុខបាទទាញ have ដាក់មុខដូចជាយើងនិយាយធម្មតាដូចយើងទាញthis is យើងទាញ is មកមុខដើម្បីសួរពីគេឆ្លើយថា yes ឬក៏ no ណាបាទយើងដាក់ have has plus subject plus verb 3អញ្ចឹងឥឡូវអក្សរ s នេះគឺជា subject ណា subject មានhe she it អីយ៉ាងទៅដែល teacher សរសេរកាត់ណាយើងធ្លាប់រៀនហើយចុងក្រោយគេគឺហៅថា WA questions WA question គឺមានច្រើនណាបាទមាននិយាយខ្លះមាន what មាន where មានអីចឹងទៅ when ណាអញ្ចឹង WA question plus have plus has plus subject plus verb 3ហើយកុំភ្លេចសញ្ញាសួរអញ្ចឹងពីរនេះសញ្ញាសួរមួយគេហៅថា close sentence ពីរគេហៅថា WA question សួរដែលអត់មានចម្លើយតែនេះសួរមានចម្លើយណាអូខេអញ្ចឹងយើងមាន example តែមួយទេអញ្ចឹងសល់ប្រហែលទៀតចាំអី your turn ណាតោះអញ្ចឹងទី1 teacher ដាក់ថា he has drunk meal with his breakfast បាទអញ្ចឹងកន្លែងបងមើលកន្លែងណាជា present perfect បាទអញ្ចឹងល្អណាស់អញ្ចឹងកន្លែងនេះណាបាទចាប់ពីបាទ has drunk អញ្ចឹងកន្លែងនេះបើយើងធម្មតាយើងដាក់ drink ហ្នឹងមែនទេអញ្ចឹងនេះគឺជា verb 3បាទហើយ has នេះគឺជា modal របស់ present ហ្នឹងណាអូខេអញ្ចឹងគាត់បានទទួលទានទៅដោះគោជាមួយនឹងអាហារពេលព្រឹករបស់គាត់បាទអញ្ចឹង breakfast របស់គាត់ណាអញ្ចឹង breakfast របស់គាត់គឺគាត់បានហឹបទៅដោះគោបាទអតីតកាលរបស់គាត់តាំងពីថ្ងៃណាមកទេយើងអត់ដឹងទេតែមកដល់ឥឡូវហ្នឹងគឺគាត់នៅតែញ៉ាំទៅដោះគោជាមួយនឹងអាហារពេលព្រឹកឥឡូវយើងមិនបានបញ្ចប់ឬក៏លំនាំតាក់ទងជាមួយនឹង present perfect ហើយឥឡូវយើងចូលមកដល់បាទ present perfect ដូចគ្នាប៉ុន្តែការប្រើប្រាស់ជាមួយនឹង for បាទអញ្ចឹង teacher សូមអានជូន definition គេណា use for to specify the amount of time អញ្ចឹងគេប្រាប់ថាឲ្យយើងប្រើប្រាស់ modal for ហ្នឹងសម្រាប់ទៅប្រាប់ពីពេលវេលាដែលជាក់លាក់បាទប្រាប់ពីពេលវេលាជាក់លាក់បាទចាប់តាំងពីពេលណាមកអញ្ចឹងយើងមាន for ដូចគ្នាដែរគ្រាន់តែថាយើងថែម for ទៅទុយណានេះយើងថែម for ទៅទុយអញ្ចឹងយើងមាន subject plus have plus has plus verb 3 plus for បាទ for ហើយ for មាន modal គេខាងក្រោមនេះណាតោះទៀតយើងអានអស់សិនចាំទៅឈើបញ្យល់ពីកតុយនេះដែលគេប្រើអញ្ចឹង teacher មានទី1 Jessica and Ben have បាទដោយសារតែមាន2នាក់យើងប្រើ have ណា Jessica and Ben have been married for 25 years បាទអញ្ចឹងមានន័យថា Jessica ជាមួយនឹងលោក Ben គាត់បានរៀបមង្គលការបាទគាត់បានការជាមួយគ្នាអស់រយៈពេល20ឆ្នាំរួចទៅហើយអញ្ចឹងរាប់ពីការគាត់ការរហូតមកដល់ឥឡូវនៅ20ឆ្នាំហើយ25ឆ្នាំទៅ25ឆ្នាំហើយអញ្ចឹងអាចនឹងគាត់ការតាំងពីឆ្នាំ2001មកណាយេអញ្ចឹង Jessica និងលោក Ben បានរៀបមង្គលការជាមួយនឹងគ្នាអស់រយៈពេលឬក៏បានរយៈពេល25ឆ្នាំហើយទី2 I have worked បាទ work ed I have worked here for 8 years បាទខ្ញុំបានធ្វើការនៅទីនេះរយៈពេល8ឆ្នាំហើយអញ្ចឹងចាប់តាំងពីឆ្នាំណាមកយើងអត់រាប់ទេប៉ុន្តែគឺបានamount of time មានន័យថាជាទូរលេខជាក់លាក់ដែលយើងធ្វើការនៅទីនេះគឺ8ឆ្នាំហើយឥឡូវយើងចូលមកដល់ការប្រើប្រាស់ជាមួយនឹង scene វិញម្ដងបាទ scene ណោះសាញយ៉ាងសិស្សខ្លះគាត់អានសាញusing to specify the starting point
the starting point អញ្ចឹងអូនដែរលើចាប់អារម្មណ៍ពាក្យ starting ហ្នឹងមែនទេចំណុចដែលយើងចាប់ផ្ដើមអញ្ចឹងគេឲ្យយើងយកបាទយើងប្រើ modal seed នេះទាំងអស់នេះនេះបំពាក់ modal ហ្នឹងដើម្បីបង្ហាញពីពេលណាដែលយើងចាប់ផ្ដើមពីពេលណាមកអូខេឥឡូវយើងទៅមើល form ដូចគ្នាគ្រាន់តែខុសកន្ទុយទេមួយយើងប្រើកន្ទុយ modal for មួយទៀតយើងប្រើ modal seed ណាតោះsubject plus have plus has plus verb 3 plus seed បាទអញ្ចឹង verb 3នេះយើងមើលក្នុងនេះអាចនឹងមាន verb ខ្លះប្រែប្រួលនិង verb ខ្លះមិនប្រែប្រួលទេគ្រាន់តែយើងថែមកន្ទុយណា ed អញ្ចឹងទៅតោះនេះគេស្មើនឹង we have ណាឬក៏ we have been friends បាទ since high school we have been friends in high school អញ្ចឹងមានន័យថាពួកយើងជាមិត្តនឹងគ្នាចាប់តាំងពីយើងរៀននៅឯអីគេវិទ្យាល័យមកម្នាក់បាទ high school ពួកយើងជាមិត្តនឹងគ្នាចាប់តាំងពីយើងនៅថ្នាក់វិទ្យាល័យមកម្នាក់អូខេអញ្ចឹង starting point របស់គេគឺ high school បាទតោះទី2Rod has become more considerate since he got married បាទអញ្ចឹង Rod គឺហាក់ដូចជាមានការពិចារណាខ្ពស់បាទតាំងពីនេះ starting point ចាត់តាំងពីគាត់រៀបការមកបាទគាត់ជាមនុស្សមួយដែលមេគ្រួសារហើយអញ្ចឹងគាត់មានការពិចារណាខ្ពស់យកចិត្តទុកដាក់ខ្ពស់ហើយចឹងទៅអញ្ចឹងយើងមើលកន្លែងណាជា starting point បាទនេះគឺ got married បាទជា starting point មកគាត់ចាឥឡូវយើងមើលពីរនេះខុសគ្នាកន្លែងណាទី1គឺខុសពេលពីរយៈពេលអស់ប្រហែលឆ្នាំទី2គឺតាំងពីពេលណាមកអញ្ចឹង for គឺ amount of time ហើយ since គឺ the starting point អញ្ចឹងយើងមាន modal បាទយើងយក for សម្រាប់ដូចជាពេលវេលាបាទអស់10នាទីហើយ2ម៉ោង6 year ណា1ខែប្រហែលឬក៏ a long time ណា a long time ចំណែកឯ sin វិញគឺតាំងពីម៉ោង3មកអូខេតាំងពីម៉ោង3តាំងពីយប់មិញតាំងពីថ្ងៃច័ន្ទតាំងពីខែ1មកខែមករាតាំងពី2006បាទឬក៏តាំងពីខ្ញុំនៅតូចមកម្លេះបាទអញ្ចឹងឥឡូវយើងប្រើ since ណាបាទអរគុណច្រើនអញ្ចឹងមេរៀនរបស់ teacher គឺមានតែប៉ុណ្្នឹងជួបគ្នាសប្តាហ៍ក្រោយហើយសូមព្រះប្រទានពរ